អំពីក្រុមបាល់ទាត់ជម្រើសជាតិអារូបាមកកម្ពុជាជាលើកដំបូងដោយហោះហើរក្នុងចម្ងាយ 17,160 គីឡូម៉ែត្រដើម្បីប្រកួតមិត្តភាពចំនួន2ប្រកួតនៅកម្ពុជាថ្ងៃទី22ខែមីនាជួបវិសាខាមុនសាកជើងជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងជំនុំមិត្តភាពអន្តរជាតិជាផ្លូវការ3ថ្ងៃបន្ទាប់នៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកម៉ោង 7 យប់អារូបាជាប្រទេសកោះដ៏តូចមួយល្បីល្បាញខាងមានឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាតនៅសមុទ្រខារីបៀនមានផ្ទៃដីប្រមាណ180គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះនិងមានប្រជាជនប្រមាណ180,000 នាក់ជាងពួកគេជាផ្នែកមួយនៅក្រោមព្រះរាជាណាចក្រហូឡង់រួមជាមួយប្រទេសហូឡង់គ្រួសាវនិងសាំងម៉ាតាំងរបៀបដូចអង់គ្លេស Wales Scotland និងអៀកឡង់ខាងជើងនៅក្រោមចក្រភពអង់គ្លេសអញ្ចឹងប្រជាជនអារូបាភាគច្រើនជាជនជាតិហូឡង់គឺជិត80%ឯណោះនៃប្រជាជនសរុបហើយក្រៅពីនេះមានជនជាតិកូឡុំប៊ី វេណេស៊ុយឡា ដូមីនីកង់ ហៃទីនិងជនជាតិដទៃមួយចំនួនតូចអារូបាមានលីកបាល់ទាត់ផ្ទាល់ខ្លួនហើយក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេជាសមាជិកសហព័ន្ធ CONCACAF និងជាសមាជិកសហព័ន្ធកីឡាបាល់ទាត់ Caribbean CFU ហើយក៏ជាសមាជិក FIFA ផងដែរតាំងពីឆ្នាំ1988មកក៏ប៉ុន្តែពួកគេមិនដែលជំរុះជាប់ទៅលេង FIFA World Cup ឬក៏ CONCACAF Gold Cup ឡើយបច្ចុប្បន្នអារូបាមានលេខរៀងទី195ក្នុង FIFA Ranking ក៏ប៉ុន្តែធ្លាប់មានចំណាត់ថ្នាក់ខ្ពស់បំផុតដល់លេខ112កាលពីចុងឆ្នាំ2015 FIFA Ranking របស់អារូបាក៏ធ្លាប់ធ្លាក់ដល់ចំណុចទាបបំផុតដែរគឺលេខ205ក្នុងខែមេសាឆ្នាំ2021កីឡាករបាល់ទាត់ជម្រើសជាតិអារូបាភាគច្រើនប្រកបអាជីពក្នុងប្រទេសហូឡង់តែមិនលេងក្នុងលីកកំពូល Eredivisie ទេគឺមានតែជាយុវជននៅក្នុងក្លឹបលីកកំពូលហូឡង់និងកីឡាករក្រុមធំមួយចំនួននៅក្នុងក្លឹបលីក2លីក3លីក4លីក5ហូឡង់លីក5អាល្លឺម៉ង់លីក7អង់គ្លេសនិងនៅក្នុងលីកកំពូលអារូបាមួយចំនួនគ្រូបង្វឹកពួកគេជាប្រជាជនអារូបាផ្ទាល់ដែលកាន់តំណែងលើកទី2តាំងពីឆ្នាំ2022មកបន្ទាប់ពីដឹកនាំលើកទី1អំឡុងឆ្នាំ2020-2021និយាយអំពីកម្រិតសមត្ថភាពរបស់ក្រុមបាល់ទាត់ជម្រើសជាតិអារូបាក្នុងការប្រកួត CONCACAF Nations League ពួកគេបានចាញ់ Puerto Rico 0-1 ក្នុងទឹកដីនិងចាញ់ 5-1 ក្រៅទឹកដីចាញ់ Haiti 1-3 ក្នុងទឹកដីចាញ់ 5-3 ក្រៅទឹកដីនៅក្នុងឆ្នាំ2024ហើយក្នុងខែមីនាឆ្នាំមុនពួកគេបានប្រកួតមិត្តភាពចាញ់សាធារណរដ្ឋដូមីនីកង់ 2-0 ក្រៅទឹកដីការប្រកួតផ្លូវការចុងក្រោយរបស់អារូបាចាញ់សាំងម៉ាតាំង 0-1 ក្នុងទឹកដីក្នុងពាន CONCACAF Nations League 2024-25ហើយការប៉ះកម្ពុជាថ្ងៃទី25មីនាជាការប្រកួតមិត្តភាពអន្តរជាតិក្នុង FIFA Day លើកដំបូងរបស់ពួកគេក្នុងឆ្នាំ2025នេះខែមិថុនាខាងមុខពួកគេនឹងប្រកួតជម្រុះ FIFA World Cup 2026នៅ CONCACAF ទល់នឹង Barbados និង Haiti បរាជ័យធ្ងន់បំផុតក្នុងប្រវត្តិសាស្ត្រជម្រើសជាតិបាល់ទាត់អារូបាគឺចាញ់ Trinidad and Tobago 11-0 និង 7-0 ក្នុងឆ្នាំ1989 Trinidad and Tobago នេះធ្លាប់ជាគីឡូ World Cup មួយដែរមកពី CONCACAF រីឯជ័យជំនះធំបំផុតរបស់ក្រុមបាល់ទាត់ជម្រើសជាតិអារូបាវិញគឺធ្លាប់ឈ្នះ Suriname 8-1 ក្នុងឆ្នាំ1946និងឈ្នះ British Virgin Islands 7-0 ក្នុងខែមិថុនាឆ្នាំ2024